រឿងសវត្ថិសេដ្ឋីបុត្រគុណនៃការបម្រើមេត្តាបិតាបានលើថាមានសេដ្ឋីបុត្រម្នាក់ក្នុងក្រុងសវត្ថិបានស្ដាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធមានសេចក្តីជ្រះថាសូមបួជាឧបសម្បត្តិយាលុះឧបសម្បត្តិយារួចហើយគ្រាន់តែរៀនធម៌5ឆ្នាំចម្រើនកម្មដ្ឋានក្នុងសំណាក់ឧបជាទើបចេញអំពីវត្តចេតពុនទៅកាន់ស្រុកជាទីបំផុតដែននៅក្នុងព្រៃអាស្រ័យនឹងស្រុកជាទីបំផុតដែននោះឯមេដាបិតារបស់ភិក្ខុនោះតាំងតែអំពីការភិក្ខុនោះបួសទ្រព្យសម្បត្តិក៏ដល់នៅការអរលីងតាមលំដាប់ដល់នៅភាពដែលខ្លួនឯជនដតីអនកាសូក្រៃបៃទើបកាន់យកអំបែងដោសុំនៅអាស្រ័យនៃជញ្ជាំងផ្ទះរបស់ជនដតីលុះចំណេញខាងក្រោយមកភិក្ខុនោះឮថាមេដាបិតារបស់ខ្លួនដល់នៅសេចក្តីទុក្ខគតិហើយគិតថាអញព្យាយាមនៅក្នុងព្រៃអស់12ឆ្នាំបណ្ដល់មគ្គផលសោះអញជាមនុស្សអភិភពប្រយោជន៍អ្វីដោយបព្វជិរបស់អញបើសឹកទៅជាគ្រឹះហៈអញនឹងចិញ្ចឹមមេដាបិតាឲ្យនៅទៀនមានឋានសួគ៌ប្រព្រឹត្តទៅខាងមុខទើបចេញអំពីព្រៃដល់ក្រុងសវត្ថិចោលទៅកាន់វត្តចេតពុនដោយបំណងថាក្នុងថ្ងៃនេះនឹងបានជួបព្រះសាស្តាស្ដាប់ធម៌ទេសនាក្នុងថ្ងៃស្អែកនឹងបានឃើញមេដាបិតាអំពីព្រលឹមក្នុងថ្ងៃនោះព្រះសាស្តាទ្រង់ប្រមៀលមើលនៅសត្វលោកចុងកាយជាទីកំចាត់បងនឹងងងឹតឃើញឧបនិស្ស័យនៃមគ្គជាដំបងរបស់ភិក្ខុនោះព្រះអង្គទ្រង់ត្រាស់សរសើរគុណរបស់មេដាបិតាដ៏មេត្តាពិទុបោសុកសោតភិក្ខុនោះគិតថាអញនឹងសឹកទៅជាគ្រឹះហៈបំរើមេដាបិតាស្រាប់តែព្រះសាស្តាត្រាស់ថាបព្វជិតក៏ឈ្មោះថាជាអ្នកធ្វើឧបការៈដល់មេដាបិតាបានប្រសិនបើអញមិនជួបព្រះសាស្តាហើយលាចាកបព្វជាមានសភាពបែបនេះឥឡូវនេះអញជាបព្វជិតនឹងបំរើមេដាបិតាលុះដល់ព្រឹកឡើងភិក្ខុនោះចាប់ស្លាកដោយគេធួដោយបបរដល់ខ្លួនផងនៅស្លាកដែលគេធួដោយបាយដល់ខ្លួនផងចូលទៅក្នុងស្រុកយកបបរនឹងបាយទៅជូនមេដាបិតានិមន្តទៅបិណ្ឌបាតដោយខ្លួនឯងលុះធ្វើភក្តកិច្ចលួចហើយធ្វើនៅទីសម្រាប់នៅដល់មេដាបិតាទៀតតាំងអំពីពេលនោះចេះតែបំរើមេដាបិតាមិនដែលដាច់មិនត្រឹមតែប៉ុណ្ណោះភិក្ខុនោះជូននៅបកិភិក្ខៈដែលខ្លួនបានហើយដល់មេដាបិតាទៀតហើយនិមន្តទៅបិណ្ឌបាតដោយខ្លួនឯងបានទើបឆាន់មិនបានមិនឆាន់ថ្ងៃដែលភិក្ខុនោះបានចង្ហាន់តិចណាស់ថ្ងៃដែលមិនបានមានច្រើនភិក្ខុនោះបានសម្ពុតសម្រាប់ចាំវស្សាក៏ដោយវត្ថុតិចតូចដតីក៏ដោយយកទៅជូនមេដាបិតាទាំងអស់ហើយដេកកំណត់សម្ពុតចាស់ៗដែលមេដាបិតាប្រើប្រាស់ហើយជ្រលក់ប្រើប្រាស់ខ្លួនឯងភិក្ខុនោះដែលអាពាតកាត់អំពីការបម្រើមេដាបិតាបៀតបៀនហើយយ៉ាងនេះទើជាស្រោមស្ងោមានកម្លាំងខ្សោយភិក្ខុទាំងឡាយឃើញភិក្ខុអ្នកបម្រើមេដាបិតានោះទើបសួរដឹងហេតុសពគ្រប់បែកទាសដៀលភិក្ខុនោះវិញទើបក្រាបបង្គំទូលព្រះសាស្តាព្រះសាស្តាត្រាស់នឹងភិក្ខុទាំងឡាយឲ្យហៅភិក្ខុអ្នកបម្រើមេដាបិតានោះមកព្រះអង្គទ្រង់ជ្រាបហើយចង់ញ៉ាំងភិក្ខុអ្នកបម្រើមេដាបិតាឲ្យជ្រាបសេចក្តីនោះទ្រង់ប្រទានពរសពសាធុការប្រកាសនៅបុព្វាចាររបស់ខ្លួនទ្រង់ត្រាស់សួរថាមនាលភិក្ខុអ្នកឯងបម្រើជនណាជននោះត្រូវជាអ្វីរបស់អ្នកភិក្ខុនោះក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដោយចម្រើនជននោះត្រូវជាមេដាបិតារបស់គុំព្រះអង្គក្នុងពេលនោះព្រះសាស្តាទ្រង់ប្រទានពរសពសាធុអស់វរៈ3ដងដោយភិក្ខុនោះសាធុទ្រង់ត្រាស់ថាអ្នកស្ថិតនៅក្នុងភ្លើដែលតថាគតដែរហើយតថាគតប្រព្រឹត្តនៃបុព្វចារចិញ្ចឹមមេត្តាបិតាទើបទ្រង់សម្ដែងសុវណ្ណសមជាតិក្នុងមនុស្សនិបាតត្រាស់ថាមនាលភិក្ខុទាំងឡាយឈ្មោះថាកាយចិញ្ចឹមមេត្តាបិតាជាវងរបស់អ្នកប្រាជ្ញទាំងឡាយទើបប្រកាសនៅសច្ចៈលុះដល់ទីបញ្ចប់នៃសច្ចៈភិក្ខុនោះបានសម្រេចសូតានៅក្នុងពេលនោះ